កាលពីព្រេងនាយមានបរិមម្នាក់ពើមក្ដីទៅឡើងចុងថ្នោតហើយយកស្លឹកថ្នោតចាក់ស្មុកចាក់ធ្វើជារូបសត្វផ្សេងហើយគិតថាអញលក់ស្មុកទាំងអស់នេះយកប្រាក់ទៅទិញសម្លៀកបំពាក់និងទិញក្របីធ្វើស្រែហើយនឹងលួសអ្នកប្រើកាលណាបើអញប្រើវាមិនបានអញនឹងធាក់វាថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុកនោះធាក់មិនតិចតួចធាក់តលតែធ្លាក់ជើងធ្លាក់ពីលើចុងថ្នោតតែបរោះនោះស្រវាចាប់ចុងថ្នោតជាប់ដូចគេចង់ព្យួរតតេងតតងនៅទីនោះបរោះនោះភ័យណាស់មិនដឹងបាននឹងធ្វើយ៉ាងណាឡើយពេលនោះមានបរោះម្នាក់ទៀតដែលខ្ពើមអាចជិះតែលើខ្នងដំរីក៏បោះដំរីទៅទីនោះលុះដល់ក្រោមដើមថ្នោតបរោះខ្ពើមក្ដីក្រឡេកឃើញក៏ស្រែកថាអោអ្នកជីដំរីមេតាជួយយកអាយុខ្ញុំផងបរោះជីដំរីក្រឡេកឃើញបរោះខ្ពើមក្ដីតោងធៀងថ្នោតព្យួរខ្លួនដូចនោះក៏ឆ្លើយតបទៅវិញថាមិនដឹងជួយដូចម្ដេចទេបរោះនៅលើដើមថ្នោតក៏និយាយថាអ្នកឯងបោដំរីមកទីក្រោមខ្ញុំហើយអ្នកឈោទាញជើងខ្ញុំចុះបរោះជីដំរីលឺហើយក៏បោដំរីទៅពីក្រោមរួចក្រោកឈរលើខ្នងដំរីលើកដៃស្រវាចាប់ជើងកំពុងតែចាប់ជើងដំរីនោះក៏ទៅទាញដេញវាដើរទៅមុខបាត់ទៅបរោះទាំងពីរនាក់ក៏នៅព្យួរទៅតេងតតោងនៅទីនោះបរោះនៅខាងលើភ័យណាស់រីអាចដាក់ក្បាលបរោះខាងក្រោមបរោះពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្ដេចទេក្នុងវេលានោះមានបរោះទំពេក4នាក់ដើររកស៊ីលុះដើរទៅដល់កន្លែងនោះបរោះ2នាក់ដែលតោងធាថ្នោតនោះក៏ស្រែកឡើងថាណែលោកទាំង4នាក់ដែលដើរមេតាជួយយកអាសាពួកខ្ញុំផងពួកខ្ញុំនឹងព្រមទៅធ្វើជាអ្នកបម្រើរបស់លោកបរោះទំពេកទាំង4នាក់ងើយទៅមើលឃើញបរោះទាំងពីរនោះក៏ជំនុំគ្នាថាយើងទាំង4នាក់តាំងពីដើររកស៊ីមកយូរខែយូរឆ្នាំហើយមិនដែលមានអ្នកបម្រើសោះឥឡូវយើងគិតយកអាពីរអ្នកនេះមកធ្វើជាខ្ញុំបម្រើយើងគិតដូច្នេះហើយបរោះទាំង4នាក់ក៏ដើរចូលទៅក្រោមដើមថ្នោតក៏និយាយថាយើងមិនដឹងធ្វើម្ដេចទេបរោះ2នាក់នោះក៏និយាយឡើងថាអោលោកអើយលោកក៏យកសំពត់ទៅចងនឹងករបស់លោកម្នាក់មួយជ្រុងហើយឈរឲ្យតឹងនៅពីក្រោមខ្ញុំនឹងទម្លាក់ខ្លួនទៅលើសំពត់នោះបរោះ4នាក់ស្ដាប់ហើយក៏ធ្វើតាមពាក្យរបស់បរោះ2នាក់នោះស្រេចហើយបរោះ2នាក់ក៏ទម្លាក់ខ្លួនមកលើសំពត់នោះឯបរោះទាំង4នាក់ក៏ទៅកិច្ចក្បាលគ្នាស្លាប់អស់ទៅបរោះ2នាក់ដឹងថាអ្នកទាំង4នោះស្លាប់ហើយក៏ភ័យណាស់លុះយប់មានយាយចាមម្នាក់ប្តីគាត់មិននៅទៅធ្វើចំការបរោះ2នាក់ក៏នាំគ្នាសែនខ្មោចបរោះទំពេកទាំង4នាក់យកទៅដាក់រនាលនៅផ្ទះនោះហើយក៏នាំគ្នារត់បាត់ទៅលុះព្រឹកឡើងយាយចាស់ភ្ញាក់ពីដេកទៅលុបមុខឃើញខ្មោចនៅទីនោះភ្ញាក់ព្រឺតយីខ្មោចអ្វីមកស្លាប់នៅទីនេះថាហើយក៏អូសខ្មោចនោះម្ដងមួយយកទៅដាក់នៅក្នុងផ្ទះហើយយកខ្មោចនោះមករំសំពត់សយកមកខាងក្រៅផ្ទះយំទួញថាប្តីស្លាប់ហើយដើរទៅរកអ្នកស្រុកឲ្យមកជួយយកទៅកប់អ្នកស្រុកមកជួយយកខ្មោចនោះទៅកប់ហើយត្រឡប់មកផ្ទះវិញលុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀតប្រាប់ថាប្តីខ្លួនត្រឡប់មកវិញអ្នកស្រុកក៏ជួយទៀតលុះខានស្អែកឡើងយាយធ្វើយ៉ាងនេះទៀតទាល់តែគ្រប់ខ្មោចទាំង4អ្នកស្រុកគិតថា
យើងទៅវាខ្មោចនោះក្រែងមកទៀតគិតហើយក៏នាំគ្នាចាំនៅផ្លូវដែលយកខ្មោចនោះទៅកប់លុះប្រលប់ស្រាងតាដែលជាប្តីនោះអស់អង្ករត្រឡប់មកពីចំការដើម្បីយកអង្ករស៊ីលីឆ្នាំងមួយមកដល់ប្រទះឃើញនឹងពួកអ្នកស្រុកដែលគេនៅចាំគេស្រែកថាកូនយើងខ្មោចមកទៀតហើយគេនាំគ្នាដេញវាយតានោះស្រែកថាទេខ្ញុំមកពីចំការគេថាឯងស្លាប់ទៅហើយត្រឡប់មកវិញ 4-5 ដងឲ្យតែគេលំបាកគេក៏វាយតានោះតតែស្លាប់ទៅ